គាំទ្រផលិតផលខ្មែរឬជន់បន្លិចផលិតផលខ្មែរជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះសូមបញ្ចេញអារម្មណ៍មួយទៅតាមបណ្ដាញសង្គមដោយសារតែវាធ្វើឲ្យប៉ះពាល់ខ្លាំងដល់សតិអារម្មណ៍ហើយក៏វាធ្វើប៉ះពាល់ដល់ម្ចាស់សិប្បកម្មមួយចំនួនដែលលោកខិតខំផលិតនៅក្នុងស្រុកបាទដូចជាផលិតផលគ្រឿងកូស្មេតិកម្ហូបអាហារនិងផលិតផលផ្សេងៗហេតុផលអីបានជាខ្ញុំនិយាយអំពីពាក្យថាតើជន់បន្លិចឬក៏លើកតកើងផលិតផលខ្មែរថ្ងៃនេះខ្ញុំនិយាយតែតិចតួចអំពីផលិតផលរបស់ខ្ញុំនេះដែលមានសាប៊ូនេះសាប៊ូដុំនេះបាទសាប៊ូដុំនេះណាអញ្ចឹងបច្ចុប្បន្នមានឈ្មោះមួយចំនួនដែលដាក់ឈ្មោះថាងស្រឡាញ់ផលិតផលខ្មែរគ្រប់គ្រងផលិតផលខ្មែរហ្នឹងណាគ្រាន់តែជាលេសទេបងប្អូនបាទគាត់ជាលេសទេហើយលួចនាំចូលបាទឬក៏ទៅឲ្យរោងចក្រនៅខាងក្រៅប្រទេសផលិតជាសាប៊ូហ្នឹងណាសាប៊ូដុំអញ្ចឹងណាហើយយកមកលក់នៅស្រុកខ្មែរគ្រាន់តែចំណេញក្បាលកាក់ដាក់កប៉ាវទេបាទចំណេញប្រាក់ដើម្បីដាក់កប៉ាវទេជាក់ស្ដែងពួកគាត់នោះអត់បានជួយផលិតផលក្នុងស្រុកយើងទេបាទអត់បានជួយទេហេតុអីបានជាអត់បានជួយដោយសារតែការធ្វើក្នុងស្រុកគាត់ចំណេញតិចដូចខ្ញុំអត់និយាយចំពោះបងសិប្បករសិប្បកម្មដែលលោកមានអាជីវកម្មនៅក្នុងស្រុកហើយមានគេនាំផលិតផលមកដាក់ថាអានេះផុសខ្មែរដែលគ្រាន់តែកែអក្សរចិនឲ្យក្រុមហ៊ុននៅចិនហ្នឹងដូរ logo ដាក់អក្សរខ្មែរដាក់រូបទង់ជាតិហ្នឹងថាខ្មែរគាត់ថាឈឺចាប់ជាងពួកខ្ញុំទៀតហើយពួកខ្ញុំនេះណាធ្វើក្នុងស្រុក 100% ឥឡូវខ្ញុំនិយាយអំពីការធ្វើក្នុងស្រុកតើចំណេញអីខ្លះដល់សេដ្ឋកិច្ចជាតិទី1ផលិតផលវត្ថុធាតុដើមយើងនាំចូលតិចតួចពីក្រៅប្រទេសប៉ុន្តែវត្ថុធាតុដើមមួយចំនួនធំគឺយើងផលិតក្នុងស្រុកបាទគឺយកចេញពីកសិករហ្នឹងបើក្លិនម្លិះបើក្លិនកាហ្វេមណ្ឌលគិរីគឺយើងយកចេញពីក្របខ្វេហើយបាទអាហ្នឹងដោយប្រយោលមានន័យថាផលប្រយោជន៍បានដោយប្រយោលប៉ុន្តែអានឹងជាផ្នែកមួយនៃគ្រឿងផ្សំក្រៅពីនោះអ្នកដែលបានផលប្រយោជន៍ជាប្រយោលកម្មករបានផ្ទាល់ឧទាហរណ៍ថាសិប្បកម្មយើងមានកម្មករប៉ុន្មានអ្នកអមថាមាន5នាក់ចុះតូចមួយដូចពួកខ្ញុំអញ្ចឹងក៏4 5នាក់ដែរអញ្ចឹង4 5នាក់ជួយបាន4 5គ្រួសារកុំឲ្យគាត់ធ្វើចំណាក់ស្រុកហើយលុយនឹងវិវលនៅក្នុងប្រទេសយើងលុយត្រូវបានវិលនៅក្នុងប្រទេសយើងរោងពុំដែលបោះសបកនេះដែលបោះសបកឲ្យខ្ជាប់នេះឃើញទេក៏មានការងារធ្វើក៏រើសកម្មករថែមវិស័យដឹកជញ្ជូននៅពេលដែលយើងមានចរាចរណ៍ដាក់ម៉ួយណាទៅតាមខេត្តនេះខេត្តនោះគឺត្រូវតែរើសកម្មករថែមរើសអ្នកដឹកជញ្ជូនថែមណាឃើញពីចំណេញឃើញលុយនឹងវិវលទេបាទវិលក្នុងស្រុកបងប្អូនធ្វើឲ្យមនុស្សមានការងារធ្វើចូលបើគ្រាន់តែដូរតែតែមណាធ្វើដូរតែឈ្មោះផលិតផលនាំចូលតែពីគេដដែលសួរថាបានអីខ្លះដែលចំណេញដល់ជាតិដែលចំណេញដល់ពលរដ្ឋបាទអត់ទេគឺចំណេញតែខ្លួនឯងទេបាទហើយនឹងបានផលប្រយោជន៍តិចតួចនៃការដឹកជញ្ជូនតែប៉ុណ្្នឹងទេបាទមិនមែនតែផលិតផលខ្ញុំមួយប៉ះផលិតផលខ្ញុំមួយនេះប៉ះចាយលុយប្រហែលជាមិនសូវជាច្រើនប៉ុន្តែគួរសមដែរក្នុងសម័យដែលយើងរកអត់បានណាបើប៉ះខ្លាំងឈប់ធ្វើបាទរាល់ថ្ងៃមិនខ្វះទេបងប្អូនណារាល់ថ្ងៃអត់ខ្វះទេអ្នកដែលដាក់ថាខ្ញុំស្រឡាញ់ជាតិណាបាទ logo ដាក់សិតតែរូបវិរៈកងទ័ពអីណាបេះដូងខ្មែរអីណាបងប្អូនហើយអ្នកលក់មួយចំនួននោះឯងដែលជន់ផលិតផលក្នុងស្រុករឿងអីដែលត្រូវនាំចូលផលិតផលមកលក់នៅក្នុងស្រុកដែលផលិតផលយើងផលិតបានមកប្រភេទហ្នឹងធ្វើបានហើយដូចអានេះណាមួយដុំតែ2500លុយខ្មែរប៉ុន្តែមានអ្នកឆ្លៀតទៅយកមកពីក្រៅប្រទេសយកមកលក់ប្រហែលនឹងយើងដែររាប់លុយចំណេញយកតែម្ដង
អត់មានបានជួយអីនៅក្នុងស្រុកទេណាសាប៊ូដុំនេះយើងចេញបានចិត្ត2ខែហើយអ្នកបងប្អូនខ្ញុំសរសើរហើយខ្ញុំអរគុណដល់អាជីវករធំមួយចំនួនដែលគាត់យកទៅលក់ដែលគាត់អត់បានគិតពីលុយចំណេញច្រើនទេគឺមានន័យថាគាត់ព្យាយាមជួយបាទហើយអានេះនៅក្នុងមួយដុំណាដែលយើងផលិតចេញជារូបរាងហើយបើខ្ចប់ដាក់កេះហើយណាដើម្បីទៅកេះហើយចាសិប្បកម្មចំណេញបានប្រហែលជា100លុយខ្មែរយើងប្រើវត្ថុធាតុដើមល្អដើម្បីយកមកផលិតយើងអត់យកអាផលិតវត្ថុធាតុដើមអន់យកមកអត់ពពុះអត់ប្រើកើតអត់ទេយើងយកល្អមកណាបាទនេះនិយាយពីអារម្មណ៍ពិតដូចបងស្រីម្នាក់ដែលគាត់មានប្រសាសន៍ថាផ្សែងធូកនៅមុខភ្នោវិរៈកងទ័ពយើងអត់ទាន់បានបាត់ធំក្លិនទេភរិយាផោះគ្រួសារទ័ពដែលពលីហ្នឹងអត់ទាន់បានទាំងដោះសក់ពេញផងកូនហ្នឹងគឺដែលកោសក់ចំពោះពួកគាត់អត់ទាន់បានដោះសក់ផងពួកអស់លោកចាស់ផ្ដើមនាំចូលប្រងព្រាតណាហើយប្រើប្រាស់ប្រងព្រាតធ្វើឲ្យកើតនៅការក្តៅក្រហាយឈឺចាប់នេះខ្ញុំនិយាយតែពីមួយចំណែកនៃផលិតផលរបស់ខ្ញុំនេះសាប៊ូនេះសាប៊ូដុំហើយសាប៊ូយើងសិប្បកម្មយើងមិនមែនផលិតតែផលិតផលនឹងមួយហើយងើបមកធ្វើទីផ្សារយើងធ្លាប់ដួលច្រើនហើយដោយសារតែគ្មានការគ្រប់គ្រងណានិយាយត្រង់ទៅត្រង់មកបាទហើយដួលម្ដងទៀតក៏វាអត់បញ្ហាដែរវាអត់សាប៊ូនឹងប្រើទៅហើយម្ចាស់សិប្បកម្មសាប៊ូទឹកក៏ដោយផលិតកម្មចំណីអាហារក៏ដោយគ្រឿងបរិភោគទៅបែបហ្នឹងលោកឈឺចាប់នៅពេលដែលយើងមានផលិតផលខ្លួនឯងហើយនៅតែព្យាយាមយកផលិតផលក្រៅស្រុកយកមកលក់ដែលខ្លួនឯងមានហើយចុះអស់លោកឈ្មួញហ្នឹងលោកគិតឡើងវិញទៅរកផលិតផលណាដែលខ្លួនយើងអត់ទាន់មានដែលយើងអត់ទាន់ផលិតបានអានឹងនាំចូលសិនទៅពេលនាំចូលហើយពេលផលិតផលក្នុងស្រុកមានហើយបងប្អូនសម្រាប់ទៅបាទឲ្យគ្នាសិប្បកម្មក្នុងស្រុកគ្នាដើររៀងស្រួលបន្តិចណាហើយចូលបើសិនជាអស់លោកឃើញមានលុយមានឱកាសនាំចូលចេះតែនាំចូលគិតតែក្បាលកាក់យកគិតតែចំណេញដាក់កប៉ាល់ខ្ញុំក៏ចេះធ្វើដែរប៉ុន្តែខ្ញុំអត់ធ្វើទង្វើយើងថាអសិលធម៌អញ្ចឹងចុះព្រោះទីផ្សារសេរីគេមានសិទ្ធិនាំចូលយើងគ្មានសិទ្ធិអីទៅរារាំងគេទេបាទរោកន្លែងលក់វត្ថុធាតុដើមបានណាមិនអាចរោងចក្រផលិតសាប៊ូហើយគាត់តែកែឈ្មោះដាក់អក្សរខ្មែរហើយយកមកលក់ណានៅស្រុកខ្មែរបានអត់មែនទេបាទមានណារកឃើញហើយតម្លៃបានធូរជាងនឹងទៀតប៉ុន្តែអត់ធ្វើទេសុកចិត្តងាប់បាទសុកចិត្តដួលសិប្បកម្មហ្នឹងបាទអត់មានត្រូវយកសាប៊ូមកពីគេគាត់តែដូរតែមដាក់រូបទង់ជាតិអីគ្រប់ត្រូលផលិតផលខ្មែរអីយកមកដាក់លក់ហើយនិយាយថាមោទនភាពចំពោះផលិតផលអីណាឈ្មោះខ្មែរអត់ទេបាទគឺមិនធ្វើដាច់ខាតហ្មងអញ្ចឹងក៏ដួលទៅវិញទៅបាទនេះបាទខំអភិវឌ្ឍបងប្អូនបន្ទប់គេងតែមួយប៉ុន្តែដាក់អីវ៉ាន់នឹងណែនបាទនេះហើយម្ចាស់សិប្បកម្មដែលស្មោះត្រង់ចំពោះផលិតផលជាតិបាទផលិតមកចំណេញតិចបាទ100 200មួយដុំអីវាអត់ស័ក្តិសមណាប៉ុន្តែយើងនៅតែធ្វើយើងសប្បាយចិត្តនឹងធ្វើនេះអារម្មណ៍តែប៉ុណ្ណឹងដូចអត់មានអីច្រើនទេបងប្អូនបាទបងប្អូនដែលគ្រប់គ្រងពួកយើងកន្លងមកយើងអរគុណច្រើនហើយបើសិនជាអត់មានអវត្តមានសាប៊ូយើងចេញពីទីផ្សារទៅបងប្អូនមិនបាច់សួរពួកខ្ញុំថាមកពីអីទេណាបាទនេះបើសិនជាណាប៉ុន្តែរាល់ថ្ងៃមានការគ្រប់គ្រងបងប្អូនច្រើនដែរបាទដូចជាម្ចាស់តូបម្ចាស់ម៉ាតអាជីវករបាទហើយអ្នកប្រើប្រាស់មួយចំនួនគាត់ផ្សារភ្ជាប់មួយគុណភាពរបស់យើងបានហើយគាត់ថាជំនួសបានហើយល្អជាងសាប៊ូសៀមផងរាល់ថ្ងៃអញ្ចឹងអត់មានអីទេមានតែប៉ុណ្្នឹងឯងបាទសូមឲ្យអ្នករ៉ូស៊ីនឹងមានគុណធម៌ឡើងវិញបាទកុំឲ្យចេះតែមានលុយចេះតែយកមកដាក់ផ្លាកកូនខ្មែរអាខ្លួនឯងនៅក្នុងស្រុកធ្វើបានហើយហ្នឹងណាហើយអាសួរថាក្នុងនៅក្នុងស្រុកហ្នឹងវាថ្លៃវាមិនថាណានេះមើលតម្លៃថោកហើយទម្ងន់75ក្រាមបងប្អូននេះមិនទម្ងន់ណាទម្ងន់ជាងសាប៊ូអាផ្ទះលេខ2នៅឆ្ងាយណាហើយពពុះល្អខ្លាំងបងប្អូនអញ្ជើញយកទៅប្រើមិនដឹងណាបាទអរគុណបងប្អូនបាទអរគុណបាទ